hip trust ហាត់នៅផ្ទះគូហាត់មិនអូខេអញ្ចឹងសម្រាប់ hip trust អ្នកទាំងអស់គ្នាស្បឃើញខ្ញុំដាក់លេងដាក់គីឡូធ្ងន់ធ្ងរ hip thrust គឺជាលំហាត់ top 1 ហើយដែលជួយឲ្យសាច់ដុំកូដរបស់យើងធំធាត់លឿនថ្ងៃនេះខ្ញុំនាំអ្នកទាំងគ្នាមកលេង hip thrust ដោយអ្នកទាំងគ្នាអាចហាត់នៅផ្ទះខ្លួនឯងបានអ្នកទាំងគ្នាមានកៅអីនេះមួយអានេះមិនបាច់មានក៏បានដែរតែបើនៅកន្លែងហាត់ប្រាណមានក៏មានទៅអូខេអញ្ចឹងដំបូងទីអ្នកទាំងគ្នា set up គឺយើង set up ឲ្យខ្លួនជង្គង់របស់យើងកែងជាមួយនឹងកជើងប៉ុន្តែបើសិនជាជង្គង់របស់យើងកែងហើយយើងអត់មានអារម្មណ៍ថាចូលសាច់ដុំគូទេអ្នកទាំងគ្នាអាចរំកិលជើងអ្នកទាំងគ្នាទៅមុខឬក៏ទៅក្រោយបន្តិចអត់បញ្ហាទេសំខាន់នៅពេលដែលយើងព្រុញទឹកកៀកយើងឡើងយើងមានអារម្មណ៍ថាចុកនៅសាច់ដុំគូវាអត់ចុកផ្លូវមុខឬក៏ចុកផ្លូវក្រោយទេអូខេណាដាក់ខ្នងយើងនៅណាអញ្ចឹងគឺក្រោមឆ្អឹងក្រោមស្លាបព្រារបស់យើងបន្តិចណាឬក៏អ្នកខ្លះគាត់អាចដាក់ពាក់កណ្ដាលស្លាបព្រាប៉ុន្តែខ្ញុំចង់ដាក់នៅក្រោមស្លាបព្រាយើងបន្តិចឲ្យចំជាមួយនឹងកែមនៃកៅអីចំណុចទី1ចំណុចទី2ខ្ញុំលៃកជើងរបស់ខ្ញុំឲ្យស្របជាមួយនឹងជង្គង់ហើយខ្ញុំងាកចុងជើងចេញប្រហែលជា10ទៅ15ដឺក្រេអូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមរុញខ្លួនខ្ញុំឡើងហើយខ្ញុំស្រេម្ដងទៀតខ្ញុំរុញខ្លួនខ្ញុំឡើងហើយខ្ញុំស្រេម្ដងទៀតឲ្យជើងរបស់ខ្ញុំហ្នឹងវាកែងល្អហើយឲ្យខ្ញុំមានអារម្មណ៍ថាវាចូលគូតល្អនៅពេលដែលជើងខ្ញុំកែងហើយចូលគូតល្អមានន័យថាជើងខ្ញុំដាក់ធំហ្នឹងវាអូខេហើយវាត្រូវហើយខ្ញុំអត់ចាំបាច់រុញទៅមុខទៅក្រោយទៀតទេអូខេចំណុចសំខាន់មែនទេអ្នកទាំងគ្នាត្រូវផឹងក្បាលពោះជានិច្ចណាក្បាលពោះយើងផឹងជានិច្ចពេលលេងលំហាត់ហ្នឹងដើម្បីកុំឲ្យមានបញ្ហាឈឺចង្កេះឬក៏ឈឺឆ្អឹងខ្នងបើអ្នកទាំងគ្នាអត់បានផឹងក្បាលពោះទេប្រកាសជាចូលទៅដល់ឆ្អឹងខ្នងរបស់យើងហើយនៅពេលដែលយើងដាក់គីឡូទៀតអ្នកទាំងគ្នាប្រកាសជាធ្វើឲ្យមានបញ្ហាឆ្អឹងខ្នងអញ្ចឹងលំហាត់នេះអ្នកទាំងគ្នាត្រូវតែផឹងក្បាលពោះជានិច្ចពេលដែលយើងផឹងក្បាលពោះជានិច្ចរក្សាលំនឹងដងខ្លួនយើងទៀតពេលចុះទៅអត់មានងាកងក់អីអញ្ចឹងខ្លួនយើងត្រង់ផឹងក្បាលពោះនៅពេលដែលយើងចាប់ផ្ដើមតម្លាក់ខ្លួនយើងចុះទប់ដង្ហើមកយើងដូចគ្នាកយើងអត់ទៅត្រង់ទេកយើងមើលទៅមុខចេះណាអញ្ចឹងក្បាលពោះផឹងរក្សាលំនឹងដងខ្លួនតម្លាក់ទឹកកៀកយើងចុះពេលតម្លាក់ទឹកកៀកយើងចុះទប់ដង្ហើមយឺតមកតែដល់គ្នាសង្កេតឃើញខ្លួនខ្ញុំត្រង់ទេដាក់នេះឲ្យមើលពេលដែលយើងរុញទឹកកៀកឡើងសំខាន់ជាងគេផឹងក្បាលពោះផ្លុំចោលចេញជិបគូតនៅដល់ជិបគូតតែខ្លាំងបានលំហាត់ហ្នឹងគឺត្រាក់សាច់ដុំគូតតម្លាក់ចុះទប់ដង្ហើមផឹងរុញគូតឡើងផ្លុំចោលចេញអស់តម្លាក់ចុះទប់ដង្ហើមផ្លុំចោលចេញអ្នកទាំងអស់គ្នាអនុវត្ត8មួយខ្ញុំ1 2 3 4 5 6 7 8 9 10អូខេអញ្ចឹងនៅក្នុង8បើសិនជាយើងចង់ឲ្យកាន់តែមានប្រសិទ្ធភាពrep ទី8ហ្នឹងអ្នកទាំងនេះហូរលើគ្រប់10អញ្ចឹងខ្ញុំចាប់ផ្ដើមហូរ1 2 3 4 5 6 7 8 9 10ចាំអ្នកទាំងនេះតម្លាក់ចុះ